ជំរាបសួរពុកម៉ែមីងបងប្អូនតាមនិយាយជាទីគោរពថ្ងៃនេះខ្ញុំសូមលើកវិធីសាស្ត្រខ្លីៗដើម្បីត្រៀមខ្លួនវះកាត់បាយភ្នែកដោយនៅតែដែលហៅថាជំងឺបាយភ្នែកគឺជាការឡើងស្រអាប់នៃកែវភ្នែកនិងបណ្ដាលឲ្យអ្នកជំងឺស្វាងភ្នែកបន្តិចម្ដងឈានទៅដល់ការងងឹតភ្នែកទាំងស្រុងក៏មានបើសិនជាអ្នកជំងឺគាត់ព្យាបាលមិនទាន់ពេលវេលាមុនពេលបូមបាយភ្នែកតើគ្រូពេទ្យត្រូវពិនិត្យអ្វីខ្លះទៅលើអ្នកជំងឺជាទូទៅមុនពេលបូមបាយភ្នែកជូនអ្នកជំងឺគ្រូពេទ្យឯកទេសខាងភ្នែកតែងតែពិនិត្យសភាពសុខភាពភ្នែកថាតើមានការបង្ករោគឬរលាកឬទេបន្តមកត្រូវពិនិត្យសម្ពាធទឹកក្នុងក្របភ្នែកថាតើមានលក្ខណៈធម្មតាឬទេគ្រូពេទ្យពិនិត្យកញ្ចក់ភ្នែកថាតើកម្ដៅកញ្ចក់ភ្នែកមានកម្រាស់ល្អឬទេនិងពិនិត្យសភាពភ្នែកថាមានកម្រាស់បែកភ្នែកកម្រិតណាគ្រូពេទ្យនឹងពិនិត្យសភាពសរសៃបាតភ្នែកថាតើមានសញ្ញាខុសប្រក្រតីដែរឬទេលក្ខណៈចាំបាច់ដែលមិនអាចរំលងបានគ្រូពេទ្យត្រូវពិនិត្យដឺការ៉េកែភ្នែកសិប្បនិម្មិតដែលដាក់ជំនួសបាយភ្នែករបស់អ្នកជំងឺគ្រូពេទ្យក៏តម្រូវពិនិត្យបញ្ជាក់បន្ថែមទៅលើសុខភាពទូទៅរបស់អ្នកជំងឺថាតើគាត់មានផ្ដាសាយក្អកក្តៅខ្លួនដែរឬទេហើយអ្នកជំងឺមានប្រើប្រាស់ថ្នាំពង្រាយគ្រាប់ឈាមដែរឬទេដូចជាពពុះថ្នាំអាស្ពីរីនជាដើមគ្រូពេទ្យអាចសួរបញ្ជាក់បន្ថែមទៅអ្នកជំងឺថាគាត់អាចសម្រានផ្ងាបានប្រហែលរយៈពេល20ទៅ30នាទីម្លងពេលវះកាត់បានដែរឬទេនិងបញ្ជាក់អ្នកជំងឺថាមានប្រវត្តិប្រតិកម្មថ្នាំជាពិសេសថ្នាំស្វឹកដែរឬទេសម្រាប់អ្នកជំងឺមុនពេលបូមបាយភ្នែកគាត់ត្រូវធ្វើអ្វីខ្លះគាត់អាចពិសាអាហារបានធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមឬរឹងឈាមគាត់អាចពិសាថ្នាំបានធម្មតាអ្នកជំងឺត្រូវសម្អាតខ្លួនប្រាណឲ្យបានស្អាតនិងអញ្ជើញមកដល់ clinic 1ម៉ោងទៅ2ម៉ោងមុនពេលបូមបាយភ្នែកដើម្បីគ្រូពេទ្យឆែកសុខភាពទូទៅអ្នកជំងឺឡើងវិញ